vì đó ngày nay riêng về thì chất pram là tí sọc đằng tập bay là tí phò vì tập sợi làng phò là đập pram là tí tiền tại đã xa ta mùng một mươi nít thời tầm vừa riêng về mình tịch bằng vì ở sẽ đấy á nè chỗ ta chia chụp hai chỗ ta chia chụpยังធ្វើhaiยังtụcក្នុងទូទឹកកកញ៉ាំបានយូរដែរហើយណាមួយចិត្តឆ្លងឆ្នាំផងមានអីចេញមុខម្ហូបចេះចេះបដ ாய் ទៅសម្រាប់តាជាជ្រូកខ្ញុំទិញបាន1គីឡូហើយបាន3តាជាជ្រូកហើយខ្ញុំសម្អាតរួចរាល់ហើយសម្រាប់គ្រឿងក្រៅសងរបស់ខ្ញុំមានគល់លឹកក្រៃលឹកក្រូចជាមួយនឹងខ្ញីក៏ដូចជាខ្ទឹមសខ្ទឹមក្រហមនិងក្រូចឆ្មាជាដំបូងខ្ញុំមកដាក់ដាំទឹកខ្ញុំបង់ជាមួយគល់លឹកក្រៃលឹកក្រូចតទៅពីដាក់ទឹកដាំចោលហើយទៅខ្ញុំមកចិតជាមួយនឹងខ្ទឹមក្រហមក៏ដូចជាខ្ញីខ្ញុំចិត្តជាចំណិតធំខ្ញុំអត់ចិត្តជាតូចទេសម្រាប់ស្លឹកក្រូចក៏ដូចគ្នាដែរខ្ញុំចិត្តឲ្យឆ្មាតូចណាហើយគល់លឹកក្រៃខ្ញុំចិត្តវារាងស្ដើងសម្រាប់គ្រឿងផ្សំរបស់ខ្ញុំបានចិត្តរួចរាល់ហើយនេះបងប្អូនប្រហែលមុខនេះឯងហើយខ្ញុំទុកមួយដុល្លារសិនសម្រាប់គុយឆ្មាក៏ដូចគ្នាដែរខ្ញុំចិត្តរួចរាល់ដូចគ្នាទឹកពុះខ្ញុំបានចាក់ដាក់ជាមួយនឹងស្លឹកត្រចៀកជ្រូកចូលទៅបដ ாய் ទៅដើម្បីស្ងោរឲ្យវាផុយនេះមិនផុយតែផុយមិនឆ្ងាញ់បងប្អូនយើងស្ងោរមកល្មមឲ្យប្រហែលជាចូល20នាទីទៅកន្លះម៉ោងហើយសម្រាប់ការស្ងោរនេះផងដែរខ្ញុំត្រឡប់ចុះត្រឡប់ឡើងណាដើម្បីវាឆ្អិនសព្វសាច់គ្នាណាមួយដោយសារតែឆ្នាំងខ្ញុំវាតូចផងអញ្ចឹងទៅខ្ញុំត្រឡប់ចុះត្រឡប់ឡើងកំឡុងពេលដែលខ្ញុំស្ងោរស្លឹកត្រចៀកជ្រូកនឹងខ្ញុំមកបុកខ្ទឹមសខ្ទឹមក្រហមក៏ដូចជាថែមប៊ីចេងកុំឲ្យវាលោតផងដែរខ្ញុំបុកខ្ទឹមសខ្ទឹមក្រហមនោះគឺយកដើម្បីយកទៅធ្វើទឹកត្រីរកកងស្រោចទៅលើជ្រក់ត្រចៀកជ្រូកអញ្ចឹងណាបន្ទាប់ពីបុកខ្ទឹមសខ្ទឹមក្រហមនឹងរួចរាល់ហើយខ្ញុំដួសវាទុកនៅក្នុងចានសិនសម្រាប់គុយឆ្មាខ្ញុំនេះវាអត់គ្រប់ខ្ញុំច្បាច់មកបានត្រឹមតែកន្លះតែពេលយើងទៅខ្ញុំបន្ថែមជាមួយនឹងទឹកខ្មេះបន្ថែមទៀតឲ្យវាបានមួយឈ្គួនចានតើឥឡូវមកដល់វគ្គលាយទឹកត្រីសិនខ្ញុំចាក់ទឹកខ្មេះលាយទឹកក្រូចឆ្មានោះមួយកូនចានក៏ដូចជាទឹកត្រីមួយកូនចានស្ករសមួយកូនចានដូចគ្នានិយាយរួមទៅមួយកូនចានស្មើគ្នាហ្មងជូរផ្អែមប្រៃមកល្មមហើយសម្រាប់ចេងក៏ខ្ញុំប្រើដែរណាខ្ញុំប្រើកន្លះស្លាបព្រាបាយដែលខ្ញុំបុកមុននឹងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមណាបន្ទាប់ពីលាយទឹកត្រីរួចរាល់ហើយស្លឹកត្រចៀកជ្រូករបស់ខ្ញុំក៏ឆ្អិនរួចរាល់ដែរខ្ញុំស្រង់វាមកដាក់នៅក្នុងទឹកកកដើម្បីឲ្យស្លឹកត្រចៀកជ្រូកវារឹងវាស្រួយឆ្ងាញ់ណាសម្រាប់ការត្រាំជាមួយនឹងទឹកកកខ្ញុំត្រាំចូលចិត្តកន្លះម៉ោងដែរបងប្អូនបាទខ្ញុំស្រង់ស្លឹកត្រចៀកជ្រូកនឹងមកខ្ញុំយកវាមកហាន់ហ្នឹងហាន់តាមចំណង់ចំណូលចិត្តរបស់ខ្ញុំរៀបស្ដើងដែរនេះបងប្អូនមិនតាមចំណង់ចិត្តទេគឺស្លឹកត្រចៀកជ្រូកត្រូវតែហាន់អញ្ចឹងត្មងណាបន្ទាប់ពីហាន់ស្លឹកត្រចៀកជ្រូករួចរាល់ហើយនេះបងប្អូនខ្ញុំបានចាក់គ្រឿងផ្សំរបស់ខ្ញុំមានគល់លឹកក្រៃលឹកក្រូចខ្ញីហើយនិងខ្ទឹមក្រហមហើយក៏ដូចជាស្រោចទឹកត្រីកោះកុងចូលទៅបដ ாய் ណាសម្រាប់ការធ្វើរបៀបនេះគឺយើងអាចធ្វើភ្លាមញ៉ាំភ្លាមឬក៏យើងទុកខ្លះសេក្នុងទូទឹកកកឲ្យបាន1ម៉ោង2ម៉ោងទៅវាចូលជាតិកាន់តែល្អណាសម្រាប់ខ្ញុំបានញ៉ាំភ្លាមទេគឺខ្ញុំនិយាយរួមទៅគឺខ្ញុំខ្លះសេប្រហែលជាមួយយប់បងប្អូនខ្ញុំនឹងធ្វើការខ្លះសេមួយយប់បើវាចូលជាតិឆ្ងាញ់មែនទែនតពីលាយចូលច្បល់គ្នាចូលសពសាច់ជាមួយនឹងទឹកត្រីកកងក៏ដូចជាចូលទៅជាជ្រូកហាខ្ញុំយកវាដាក់ក្នុងប្រអប់នេះខ្ញុំយកទៅក្លាសេមួយយប់ទៅខ្ញុំយកវាមកញ៉ាំហើយញ៉ាំនេះខ្ញុំមានបន្លែជាមួយតសក់ក៏ដូចជាស្ពៃបឹកគោផងដែរហើយឃើញតែអត់សូវមានទឹកអញ្ចឹងប៉ុន្តែវាចូលជាតិគ្នាឆ្ងាញ់ណាហើយខ្ញុំបុកត្រីកកងបន្ថែមហ្នឹងដោយសារតែខ្ញុំញ៉ាំជាមួយនឹងនេះខ្ទឹមលីងផងហើយក៏ដូចជាបន្លែផងទៅដើម្បីបង្កើនរសជាតិណាគឺថាជាតិញាក់ណាបើសិនជាបងប្អូនញ៉ាំតទេមិនមានបន្លែទ្របអាចញ៉ាំតទេក៏វាមានរសជាតិឆ្ងាញ់ដែរប៉ុន្តែដោយសារតែខ្ញុំចង់ញ៉ាំជាមួយនឹងបន្លែទៅខ្ញុំបន្ថែមជាមួយនឹងទឹកត្រីកកងបន្តិចទៀតនេះគឺថាអូយមួយម៉ាត់ណាក៏ជាតិដែរបាច់ចាននេះខ្ញុំញ៉ាំដាច់ប៉ុតទៀតណានិយាយរួមទៅឆ្ងាញ់បងប្អូនរសជាតិទឹកត្រីកកងប៉ុណ្ណឹងក៏ដូចជាស្លឹកត្រចៀកជ្រូក1គីឡូណាល្មមប៉ែកTopik, tak ikut semua. Tak ikut semuanya. Ya.